ជំរាបសួរអស់លោកស្រីឯនាងកញ្ញានិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់កម្មវិធី podcast របស់ខ្ញុំបាទនាងខ្ញុំថ្ងៃនេះខ្ញុំបាទនាងខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានវិលត្រឡប់មកជួបជាមួយបងប្អូនសាជាថ្មីម្ដងទៀតហើយដោយដែលបងប្អូនបានជ្រាបហើយថាកម្មវិធីរបស់យើងតែងតែនាំមកនៅរឿងរ៉ាវដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រខ្មែរវប្បធម៌និងបេតិកភណ្ឌជាតិដ៏ល្អផូរផង់របស់យើងជាការពិតណាស់ក្នុងនាមជាគុណខ្មែរមួយរូបយើងពិតជាមានមោទកភាពយ៉ាងក្រៃលែងចំពោះគេដំណើរដ៏សម្បូរបែបដែលដូនតារបស់យើងបានបន្សល់ទុកឲ្យហើយថ្ងៃនេះខ្ញុំបាទនាងខ្ញុំនឹងបបួលបងប្អូនទាំងអស់គ្នាធ្វើដំណើរកាត់ពេលវេលាត្រឡប់ទៅកាន់អតីតកាលដ៏រុងរឿងរបស់អាណាចក្រអង្គរដើម្បីស្វែងយល់អំពីប្រវត្តិនៃប្រាសាទមួយដែលមានឈ្មោះល្បីល្បាញរន្ទឺទូទាំងពិភពលោកប្រាសាទនោះគឺប្រាសាទព្រះខ័នតើបងប្អូនទាំងអស់គ្នាធ្លាប់បានទៅទស្សនាប្រាសាទព្រះខ័នហើយឬនៅប្រសិនជាធ្លាប់តើមានចំណុចណាខ្លះដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតហើយសម្រាប់បងប្អូនដែលមិនទាន់បានទៅទស្សនាទេថ្ងៃនេះយើងនឹងជជែកគ្នាលម្អិតដើម្បីឲ្យបងប្អូនអាចស្រមៃឃើញពីភាពអស្ចារ្យនៃទីតាំងប្រវត្តិសាស្ត្រមួយនេះប្រាសាទព្រះខ័នមិនមែនត្រឹមតែជាសំណង់ថ្មបុរាណប៉ុណ្ណោះទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីអរិយធម៌ដ៏ខ្ពង់ខ្ពស់សាសនានយោបាយនិងទស្សនវិជ្ជានៃសម័យកាលនោះនិយាយទៅប្រាសាទព្រះខ័នគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលដ៏ឧត្តុង្គឧត្តមរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះអង្គជាស្ដេចដ៏អាចារ្យមួយអង្គដែលបានបន្សល់ទុកនូវស្នាដៃសំណង់ជាច្រើនសម្រាប់ប្រទេសជាតិប្រាសាទនេះស្ថិតនៅទីប្រយ៉ាប់នៃទីក្រុងអង្គរធំនិងនៅខាងកើតនៃប្រាសាទអង្គរវត្តដែលបង្កប់ទៅដោយអាចកម្បាំងនិងរឿងរ៉ាវជាច្រើនដែលយើងគួរស្វែងយល់យោងតាមសិលាចារឹកនានាប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅប្រហែលឆ្នាំ1191នៃកសពលគឺនៅចុងសតវត្សទី12គោលដំណឹងដ៏សំខាន់នៃការកសាងប្រាសាទនេះគឺដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គគឺព្រះបាទធរណេន្ទ្រវរ្ម័នទី2ឈ្មោះដើមរបស់ប្រាសាទនេះគឺនគរជ័យស្រីដែលមានន័យថាទីក្រុងនៃជ័យជំនះដ៏រុងរឿងរបស់ស្ដេចឈ្មោះនេះមិនមែនកើតឡើងដោយចៃដន្យនោះទេតែវាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅសម័យនោះពួកចាមបានចូលឈានពានក្រុងអង្គរហើយព្រះបាទជ័យវរ្ម័នទី7ត្រូវបានឡើងគ្រងរាជ្យនិងធ្វើសង្គ្រាមដ៏ស្វិតស្វាញដើម្បីរំដោះប្រទេសជាតិពីកណ្ដាប់ដៃរបស់ពួកចាមដូច្នេះនគរជ័យស្រីក៏ជាទីតាំងដ៏សំខាន់មួយដែលតំណាងឲ្យជ័យជំនះរបស់ព្រះអង្គផងដែរក្រៅពីឧទ្ទិសដល់ព្រះបិតាប្រាសាទព្រះខ័នក៏មានមុខងារយ៉ាងសំខាន់ជាមជ្ឈមណ្ឌលពុទ្ធសាសនាដ៏ធំមួយក្នុងសម័យអង្គរដែលបង្រៀនពុទ្ធសាសនាមហាយានក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទីតាំងទីពុទ្ធសាសនាមហាយានត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋព្រះអង្គបានកសាងប្រាសាទនេះឡើងដើម្បីជាវត្តអារាមពុទ្ធសាសនានិងជាសាកលវិទ្យាល័យសម្រាប់ព្រះសង្ឃនិងអ្នកប្រាជ្ញរៀនសូត្រនេះបានបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់ព្រះអង្គក្នុងការលើកស្ទួយវិស័យអប់រំនិងសាសនានៅពេលយើងទៅដល់ប្រាសាទព្រះខ័នយើងនឹងឃើញស្ថាបត្យកម្មដ៏មហិមារបស់វាប្រាសាទនេះត្រូវបានហ៊ុមព័ទ្ធដោយកំពែងថ្ម4ជាន់និងមានគូទឹកព័ទ្ធជុំវិញដែលបង្ហាញពីទំហំដ៏ធំធេងនិងសារៈសំខាន់របស់វារចនាសម្ព័ន្ធទូទៅនៃប្រាសាទនេះគឺស្ទើរតែដូចជាទីក្រុងតូចមួយអញ្ចឹងយើងអាចឃើញមានទ្វារចូលធំហៅថាគូពុរៈនៅទាំង4ទីគូពុរៈនីមួយៗត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដោយមានចម្លាក់ទេវរូបនិងរឿងរ៉ាវជាច្រើននៅលើនោះគូពុរៈខាងកើតគឺជាច្រកចូលដ៏សំខាន់បំផុតហើយវាមានទំហំធំនិងកម្ពស់ក្រដែតជាងគេនៅទីនោះយើងអាចមើលឃើញចម្លាក់យ៉ាកាត់ណែបដ៏ល្បីល្បាញមួយដែលជានិមិត្តរូបនៃជ័យជំនះល្អលើអាក្រក់គិតទៅវាពិតជាអស្ចារ្យខាងណាស់នៅពេលដែលយើងដើរកាត់ច្រកទ្វារទាំងនោះនៅខាងក្រុមកំពែងយើងនឹងឃើញមានថែវវែងៗជាច្រើនដែលតក់ជាន់គ្នាទៅវិញទៅមកបង្កើតបានជាបណ្ដោយផ្លូវដ៏ស្មុគស្មាញថ្ងៃមួយនៅចំកណ្ដាលប្រាសាទគឺទីសក្ការៈបូជាដ៏សំខាន់ដែលដើមឡើយអាចជាទីតាំងសម្រាប់ទម្កល់លេខព្រះសិវៈបន្ទាប់មកត្រូវបានបដូរទៅជាព្រះពុទ្ធរូបនៅសម័យព្រះបាទជ័យវរ្ម័នទី7ហើយក្រោយមកទៀតត្រូវបានជំនួសដោយជ័យទី1ក្នុងសតវត្សទី16ការផ្លាស់ប្ដូរនេះបង្ហាញពីការប្រែប្រួលនៃសាសនានិងជំនឿនៃសម័យនោះដែលជារឿងធម្មតានៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងអ្វីដែលធ្វើឲ្យប្រាសាទព្រះខ័នកាន់តែប្លែកនិងគួរឲ្យចាប់អារម្មណ៍នោះគឺវាមានរចនាសម្ព័ន្ធពិសេសជាច្រើនឧទាហរណ៍ដូចជាសារបាំដែលមានសសរមូលដែលជារចនាបថដ៏កម្មមួយក្នុងចំណោមប្រាសាទខ្មែរដទៃទៀតសារនេះអាចត្រូវបានប្រើប្រាស់សម្រាប់ពិធីសាសនាឬការសម្ដែងរបាំពិសេសនានាក្រៅពីនេះក៏មានអគារមួយដែលគេហៅថាផ្ទះផ្លូវឬ Dharma Sala ដែលមានរាងស្តៀងទៅនឹងប្រាសាទទូចៗដែលគេកសាងនៅតាមដងផ្លូវបុរាណសម្រាប់ជាកន្លែងសម្រាប់របាំអ្នកដំណើរផងដែរហើយអ្វីដែលពិសេសនោះគឺអគារ2ជាន់ដ៏អាចកម្បាំងមួយដែលមានសសរជាច្រើនតម្រៀបគ្នាអគារនេះគឺកម្រិតឃើញមានណាស់នៅក្នុងស្ថាបត្យកម្មអង្គរហើយអ្នកស្រាវជ្រាវខ្លះជឿថាវាអាចជាកន្លែងសម្រាប់ទុកដាក់របស់របរឬជាបណ្ដាល័យសម្រាប់ឯកសារសំខាន់ៗនៅពេលយើងដើរទស្សនានៅប្រាសាទព្រះខ័នយើងនឹងសម្គាល់ឃើញនៅចម្លាក់ដ៏ល្អវិចិត្រជាច្រើននៅលើជញ្ជាំងនិងសសរចម្លាក់ទេវរូបនោះមានដូចជារូបទេវអប្សររូបទេវតារូបចក្រគ្រុឌដែលមានមុខច្រើនរូបសត្វនាគដែលមានក្បាល7ឬ9ក៏ដូចជាចម្លាក់ដែលបង្ហាញពីទីធាននៃពុទ្ធសាសនាមហាយានជាច្រើនយ៉ាងណាមិញយើងក៏អាចឃើញនៅចម្លាក់ទេវហិណ្ឌូមួយចំនួនផងដែរដែលបង្ហាញពីការឡៃឡំនៃសាសនាទាំងពីរក្នុងសម័យនោះជាអក្សរកចម្លាក់ព្រះពុទ្ធរូបមួយចំនួនត្រូវបានគេបំផ្លាញឬក៏លុបចៀននៅសម័យកាលក្រោយៗមកទៀតនៅពេលដែលមានការផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅជាព្រហ្មញ្ញសាសនាឬពុទ្ធសាសនាថេរវាទនេះជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលបង្ហាញពីភាពប្រែប្រួលនៃជំនឿរបស់មនុស្ស ន
និយាយអំពីសារៈសំខាន់នៃប្រាសាទព្រះខ័នវាមិនមែនត្រឹមតែជាកន្លែងសម្រាប់បូជាប៉ុណ្ណោះទេប៉ុន្តែវាជាម្ចាស់មណ្ឌលដ៏រស់រវើងមួយនៃសម័យនោះយោងតាមសិលាចារឹកប្រាសាទព្រះខ័នបានឲ្យដឹងថាមានមនុស្សរាប់ពាន់នាក់រស់នៅនិងបម្រើការងារនៅក្នុងបរិវេណប្រាសាទនេះក្នុងនោះមានទាំងព្រះសង្ឃជាមួយភូនថងអ្នករបាំជាង500នាក់មន្ត្រីអ្នកបម្រើនិងកម្លាំងពលកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតប្រាសាទនេះត្រូវបានទ្រទ្រង់ដោយធនធានយ៉ាងច្រើនពីដីស្រែចម្ការដែលមានទំហំធំធេងនិងការផ្គត់ផ្គង់ពីភូមិជាថ្ងៃ300មុន15ភូមិដែលនៅក្នុងកណ្ដាលការគ្រប់គ្រងរបស់ប្រាសាទនេះបានបង្ហាញថាប្រាសាទព្រះខ័នគឺជាម្ចាស់មណ្ឌលសេដ្ឋកិច្ចសង្គមនិងសាសនាដ៏សំខាន់បំផុតមួយនៅក្នុងអាណាចក្រអង្គរគិតទៅវាពិតជាមានទំហំធំនិងមានការគ្រប់គ្រងដ៏ល្អប្រសើរមែនទើបឲ្យទ្រង់មនុស្សបានច្រើនដល់ថ្នាក់នេះយ៉ាងណាមិញដោយប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរប្រាសាទព្រះខ័នក៏បានជួបប្រទះនូវការធ្លាក់ចុះនៅក្រោយសម័យព្រះបាទជ័យវរ្ម័នទី5ទីនៅពេលដែលរាជធានីត្រូវបានផ្លាស់ប្ដូរទៅតំបន់ផ្សេងនិងការផ្លាស់ប្ដូរសាសនាជាច្រើនដងប្រាសាទនេះក៏ត្រូវបានគេបោះបង់ចោលមិនតិចម្ដងហើយព្រះជាក៏បានដណ្ដើមយកទីតាំងនេះទៅវិញដើមឈើធំៗបានដុះចាក់ឬចូលទៅកន្ធថ្មប្រាសាទបង្កើតបានជាទីភាពដ៏ប្លែកនិងស្រស់ស្អាតមួយដែលធ្វើឲ្យអ្នកទស្សនាជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងភាពរីករាយរសើបធម្មជាតិនេះបានបន្សល់ទុកនូវអារម្មណ៍អាថ៌កំបាំងនិងមនោសញ្ចេតនាចំពោះប្រាសាទដែលធ្លាប់រុងរឿងនៅសម័យដើមប្រាសាទព្រះខ័នត្រូវបានគេរកឃើញឡើងវិញដោយអ្នករកឃើញនឹងបុរាណវិទ្យាបារាំងនៅចុងសតវត្សទី19និងដើមសតវត្សទី20តាំងពីពេលនោះមកក្រុមអភិរក្សជាច្រើនដូចជាអង្គការ World Monuments Fund និងសាលាបារាំងចុងបូព៌ា EFO បានកាត់ខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួសជុលនិងថែរក្សាប្រាសាទនេះអ្វីដែលពិសេសនោះគឺការងារជួសជុលនៅប្រាសាទព្រះខ័នគឺត្រូវបានធ្វើឡើងក្នុងទម្រង់ដែលរក្សានូវភាពដើមនិងភាពរីករាយរសើបធម្មជាតិរបស់វាដែលខុសពីប្រាសាទដទៃទៀតដែលត្រូវបានជួសជុលស្ទើរតែទាំងស្រុងនេះបានផ្ដល់នូវបទពិសោធន៍ប្លែកមួយសម្រាប់អ្នកទស្សនាដែលអាចស្រមៃឃើញពីស្ថានភាពប្រាសាទដែលត្រូវបានបោះបង់ចោលក្នុងព្រៃយ៉ាងមិនដែរសម្រាប់ខ្ញុំបាទនាងខ្ញុំប្រាសាទព្រះខ័នមានភាពទាក់ទាញមួយដែលខុសប្លែកពីប្រាសាទដទៃទៀតក្នុងតំបន់អង្គរនៅពេលដែលយើងដើរកាត់ថែវវែងៗនិងច្រករមៀនដងងឿតដែលត្រូវបានគ្រប់ដណ្ដើមដោយឫសឈើដ៏ធំធំវាហាក់បីដូចជាយើងកំពុងដើរចូលទីក្នុងពិភពមួយផ្សេងទៀតអញ្ចឹងភាពស្ងប់ស្ងាត់នៅទីនោះរួមជាប់នឹងសម្លេងសត្វល្អិតនិងចលបបបាក់លើស្លឹកឈើវាបង្កើតបានជាអារម្មណ៍មួយដែលពិបាកនឹងបរិយាយណាស់យើងអាចស្រមៃឃើញពីជីវិតដ៏រស់រវើករបស់ប្រាសាទនេះកាលពីរាប់រយឆ្នាំមុនហើយក្នុងពេលជាមួយគ្នានេះដែរយើងក៏អាចដឹងគុណចំពោះភាពអស្ចារ្យនៃធម្មជាតិដែលបានរួមចំណែកក្នុងការបង្កើតសម្រស់ដ៏ប្លែកមួយនេះពិតណាស់ប្រាសាទព្រះខ័នគឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រវប្បធម៌និងសាសនារបស់កម្ពុជាវាជាសក្ខីភាពនៃភាពប៉ិនប្រសប់ខាងស្ថាបត្យកម្មភាពច្នៃប្រឌិតនិងជំនឿដ៏មុតមមរបស់ដូនតាយើងប្រាសាទនេះមិនមែនត្រឹមតែជាសំណង់ថ្មប៉ុណ្ណោះទេប៉ុន្តែវាជាព្រលឹងនៃជាតិសាសនាមួយដែលធ្លាប់រុងរឿងរកកម្ពុជាការស្វែងយល់អំពីប្រវត្តិរបស់វាគឺជាមជ្ឈមណ្ឌលមួយដើម្បីតាំងជាន់ទៅកាន់អតីតកាលរៀនសូត្រពីដូនតានិងយល់ដឹងពីអត្តសញ្ញាណរបស់យើងជាកូនខ្មែរមុននឹងបញ្ចប់ខ្ញុំបាទនេះខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់គ្នាថាប្រសិនបើបងប្អូនមានឱកាសសូមកុំភ្លេចទៅទស្សនាប្រាសាទព្រះខ័នឲ្យសោះទើបមើលដោយផ្ទាល់ភ្នែកគឺខុសប្លែកពីការស្ដាប់រឿងរ៉ាវដែលខ្ញុំបាទនេះទាញឲ្យស្ដាប់នៅថ្ងៃនេះបងប្អូននឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនិងការយល់ដឹងកាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌដ៏មានតម្លៃរបស់យើងជាចុងក្រោយខ្ញុំបាទនឹងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោកស្រីអ្នកនាងកញ្ញានិងបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្ដាប់កម្មវិធីរបស់ខ្ញុំបាទនេះខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងថ្មីៗនិងការកម្សាន្តផងដែរសូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងរឿងរ៉ាវថ្មីៗទៀតសូមអរគុណនិងសូមជម្រាបលា